គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានឆក់យកជីវិតឪពុកម្ដាយរបស់ក្មេងតូចអាយុ2ឆ្នាំម្នាក់ក្មេងប្រុសតូចនេះមិនទាន់យល់ថាអ្វីទៅជាសេចក្តីស្លាប់ឡើយគេបានត្រឹមតែបន្តហៅរកម៉ាក់នៅចំពោះមុខរូបថតរបស់ឪពុកម្ដាយគេប៉ុន្តែម៉ាក់របស់គេនឹងមិនឆ្លើយតបមកវិញជារៀងរហូតមានតែខ្យល់បក់កាត់ស៊ុំរូបថតបង្កើតជាសំឡេងតិចហាក់ដូចជាខ្យល់នោះកំពុងឆ្លើយតបជំនួសម៉ាក់របស់គេអញ្ចឹងយ៉ាងហោចណាស់គេនៅមានពូនិងមីងសម្រាប់ជាទីពឹងប៉ុន្តែអ្នកទាំងពីរនេះគ្មានបទពិសោធន៍ក្នុងការចិញ្ចឹមក្មេងឡើយពួកគេមិនដឹងថាត្រូវធ្វើដូចម្តេចនៅពេលក្មេងយំនោះទេក្មេងតូចឃើញពូហេនរីដ៏សង្ហារបស់គេឈរនៅខាងមុខគេក៏មានអារម្មណ៍តាក់ទាញភ្លាមរួចក៏រើបំរាស់ចេញពីរង្វង់ដៃមីងអេនីហើយដើរតេះតាស់ទៅរកពូរបស់គេប៉ុន្តែហេនរីបែរជាដើរថយក្រោយមួយជំហាននៅពេលឃើញក្មេងដើរមករកខ្លួននៅខណៈនោះមានអ្នកណាម្នាក់ដើរកាត់ដោយយួរកន្ត្រកផ្កាហេនរីក៏អោនចុះលើកបីក្មេងនោះតាមសភាវគតិមីងអេនីក៏រត់មកដល់ល្មមធ្វើឲ្យហេនរីអចេតនាជ្រុលទៅបុកនាងដួលទៅលើដីអេនីចាប់ផ្ដើមយំខ្លាំងដោយសារតែភាពឈឺចាប់ក្រោយពេលដួលហេនរីមានអារម្មណ៍ថាទាល់ដំរីមិនដឹងធ្វើអ្វីឡើយក៏ដៃរបស់អេនីបានរងរបួសនាងត្រូវទៅមន្ទីរពេទ្យដើម្បីព្យាបាលជាបន្ទាន់ធ្វើឲ្យហេនរីគ្មានជំរឿអ្វីក្រោយពីនៅមើលក្មេងម្នាក់ឯងក្មេងតូចលីអូអង្គុយនៅទីនោះយ៉ាងស្ងៀមស្ងាត់ហើយសម្លឹងមើលទៅពូដ៏សង្ហារបស់គេមិនដាក់ភ្នែកខណៈពេលដែលហេនរីកំពុងស្ទាក់ស្ទើរក្នុងការជ្រើសរើសមុខម្ហូបសម្រាប់ពិធីបុណ្យស័ព្ទលីអូស្រាប់តែលូកដៃតូចរបស់គេទៅទះលើរូបភាពស៊ុបសាច់គោហឺរំពេចនោះលីអូផ្អៀងក្បាលរួចលូកដៃទាំងពីរឡើងលើចង់ឲ្យពូរបស់គេពោប៉ុន្តែហេនរីបែរជាស្រែកកំហក់ដាក់គេភ្នែករបស់លីអូចាប់ផ្ដើមដក់ដោយទឹកភ្នែកភ្លាមគេក៏ទម្លាក់ខ្លួនចុះទៅលើដីរួចយំរករឿងយ៉ាងខ្លាំងហេនរីមានអារម្មណ៍ថាអស់សង្ឃឹមខ្លាំងណាស់ប៉ុន្តែគេនៅតែលើកពូលីអូឡើងពីដីដដែលហេនរីបានដកសូកូឡាចេញមកលួងលីអូទើបក្មេងតូចឈប់យំភ្លាមភ្នែកខ្មៅរលោងរបស់គេបានញញឹមរហូតคล้ายជាសន្តានប្រះខែចម្រៀកហេនរីស្មានតែបានសម្រាកមួយភ្លេទៅហើយស្រាប់តែលីអូរត់មកម្ដងទៀតទាំងក្តីរំភើបគេបានយកម្រាមដៃដែលទើបតែលូកខ្វេះច្រមុះមីងនេះទៅញាត់ចូលក្នុងមាត់ពេញទំហឹងហេនរីប្រាប់ឲ្យគេនៅឲ្យឆ្ងាយប៉ុន្តែគេនៅតែស្ទុះទៅត្រង់លីយ៉ូតាមសភាវគតិនៅពេលក្មេងតូចចិត្តនឹងដួលលីយ៉ូទប់មិនជាប់ក៏ក្អួតសូកូឡាដែលទើបតែញ៉ាំមិញនោះស្រោចពេញខ្លួនហេនរីតែម្ដងហេនរីមានអារម្មណ៍ថាវិលមុខនិងហួសចិត្តជាខ្លាំងគេគ្មានជម្រើសអ្វីក្រៅពីចូលក្នុងបន្ទប់ទឹកដើម្បីបោកសម្អាតខោអាវរបស់ខ្លួនឡើយ